OK，下一个词，第四个词，这个么别第4服务员服务员ยังปลายថាអ្នករត់តុឬក៏អ្នកបម្រើសេវាកម្មអញ្ចឹងទៅគ្នាអូខេឥឡូវយើងមកមើលទាំងអស់គ្នា OK 这两位他们是ចឹងពួកគាត់គឺជាអី服务员是不是他们是服务员ពួកគាត់គឺជាអ្នករត់តុឬក៏អ្នកបម្រើសេវាកម្មអញ្ចឹងបើសិនជាយើងសំដៅទៅលើ酒店វិញគ្នាយើងលើ酒店វិញយើងនិយាយថា酒店服务员酒店服务员អញ្ចឹងបានន័យថាអ្នកធ្វើការឬក៏អ្នកបម្រើសេវាកម្មនៅក្នុងสถานที่酒店នឹងអាចប្រែថាสถานที่OK，下一个词那我们看一下第二张图片，这叫么รูปទី2它是 OK 服务员យើងប្រែថាអ្នករត់តុអញ្ចឹងកន្លែងនេះគឺសំដៅទៅលើគាត់ធ្វើការនៅក្នុងสถานที่អញ្ចឹងតែអាហ្នឹងយើងអាចប្រែថាអ្នកបម្រើសេវាកម្មអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាភ្ញៀវគាត់ត្រូវការអីគេ服务员我的房间密码是多少អញ្ចឹងយើងសួរទៅកាន់អ្នកបម្រើសេវាកម្មនៅក្នុងสถานที่ហ្នឹងទៅយើងដឹងតើបន្ទប់របស់ខ្ញុំលេខកូដប៉ុន្មានអញ្ចឹងទៅបន្ទប់ខ្ញុំមានលេខកូដប៉ុន្មានអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺយើងប្រែមួយយ៉ាងទៀតតែបើសិនជាស្មើទៅលើអ្នករត់តុសំដៅទៅលើចំណីអាហារចេះវិញនៅក្នុងហាងចេះវិញគឺយើងប្រែថាអ្នករត់តុវិញOK，下一个同学们看一下服务员买单买单同学们已经知道了买单យើងប្រែថាគិតលុយ买单គិតលុយអញ្ចឹង买单នៅលោកគិតលុយអញ្ចឹងទៅ等等我看下一个词等等ឥឡូវយើងមើលរូបមួយទៀតយើងមើលអក្សរមួយទៀត对不起ចាំមកពេលទី1ទៀតគឺ等等អញ្ចឹងពេល等នេះយើងប្រែថាចាំឬក៏រងចាំ等等ដូចលោកសើនិយាយមិនអញ្ចឹង等等ឬក៏等一下等一下等一等បែបហ្នឹងក៏បានដែរ等一会ចាំបន្តិចអញ្ចឹងទៅយើងនិយាយបានច្រើនបែបនេះ OK 好看你们看这个女的她在干什么呢她在做什么对她在打电话她在打电话好来看一下怎么说呢请稍等请稍等បានន័យថាសូមរងចាំសិនសូមរងចាំបន្តិចសិនអញ្ចឹង稍这个词堵稍អញ្ចឹងពាក្យអក្សរមួយយើងអាន稍ណាគ្នា是凹稍第一声សំឡេងទី1គ្នា稍អញ្ចឹងន័យថា请稍等មានថារងចាំបន្តិចសិនសូមរងចាំបន្តិចសិនអញ្ចឹងអានេះគឺជាពាក្យគួរសមគ្នាពាក្យគួរសមអញ្ចឹងបើសិនជាយើងនិយាយជាមួយនៅក្នុងក្រុមហ៊ុនឬក៏នៅកន្លែងណាដែលយើងគិតគួរសមទៅកាន់អ្នកដែលមានវិជ្ជាជាងយើងអាចនិយាយថា请您稍等សូមអ្នករងចាំបន្តិចសិនអញ្ចឹងយើងមិនបាច់និយាយថា请您等一下请您等一下អញ្ចឹងអានោះវាស្រាប់ទៅវាមិនមែនថាវាមិនគួរសមទេយើងប៉ុន្តែជាទូទៅបើសិនជាយើងចង់ប្រើឲ្យគួរសមយើងគួរតែប្រើពាក្យហ្នឹងអូខេ下一个មួយទៀតគ្នា等公共汽车等公共汽车បានន័យថាចាំឡានក្រុងអូខេ他们正在等公共汽车这是公共汽车 OK 下一个我在楼下等你我在楼下等你បានន័យថាខ្ញុំចាំអ្នកនៅជាន់ក្រោម楼下ជាន់ក្រោម楼上ជាន់លើអញ្ចឹង楼下楼上ជាន់ក្រោមជាន់លើ OK 下一个词最后一个ពាក្យចុងក្រោយគឺពាក្យ白是不是白色的白 OK 这个是什么呢这个是白云非常好这个是白云ពពកឬក៏ពពកពណ៌សក៏បានដែរគេយើងប្រែអញ្ចឹងក៏បានដែរយើងប្រែតាមពាក្យនិយាយបែរយើងចង់ឲ្យប្រែថាពពកឬក៏ពពកពណ៌សក៏បានដែរអូខេអញ្ចឹងឡានធានឡានសើតឡានអញ្ចឹងពាក្យឡានពេលនេះយើងអានវាមិនទូឡានអូខេ看一下លឺអានឡានឡាន第二声សំឡេងទី2គឺឡានធានបានន័យថាពពកឡានធានយើងប្រែថាមេឃឬក៏ផ្ទៃមេឃផ្ទៃមេឃពណ៌ខៀវនេះគឺយើងអញ្ចឹងអានេះគេហៅវាទៅតាមពណ៌របស់វាទេគឺយើងឧទាហរណ៍ថាពពកពណ៌សមានពពកពណ៌សមានពណ៌ខ្មៅយើងអាចនិយាយថា黑云អញ្ចឹងទៅនេះយើងប្រាប់ពាក្យ黑នេះខាងលើនេះដែលយើងទៅរៀនមិញតែបើសិនជាពណ៌សទេយើងអាចហៅវាថា白云តែពេលផ្ទៃមេឃវិញយើងអាចនិយាយថាឡានធានឡាននេះបានន័យថាពណ៌ផ្ទៃមេឃហ្នឹងគ្នាឡានពណ៌ខៀវក៏បានដែរគ្នាអូខេអញ្ចឹងឡានធាន白云បានន័យថាផ្ទៃមេឃហើយនឹងពពកផ្ទៃមេឃពណ៌ខៀវពពកពណ៌សអញ្ចឹងទៅអូខេ最后一个第二张图片អញ្ចឹងរូបចុងក្រោយគ្នា这两位老师也不认识អញ្ចឹងពីដាក់នេះ老师អត់ស្គាល់ណាគេយើងកុំថា老师ស្គាល់老师
随便放了是觉得đấy OK 这样白头发哦你们看这两个人他的头发已经变成白色了真正mơ sọc vào là của quất cứ lại tôi chỉ bữa sau ở hai miền nát白色是真正anh ta 白头发mình ta sọc bữa sau được có sọc skơ ngay khi không ai dính vậy ta sọc skơ mình thôi ta sọc bữa không ai dính vậy ta黑头发真giúp tôi nè 黑白黑头发白头发我们是黑头发还是白头发真正sọc bữa được có sọc bữa sau nhé是不是黑头发是不是 OK 真不sọc bữa không ai OK，这个我们已经讲完生词了，大家应该没有什么问题吧？这些生词不太难，这边的话呢，是把这个是就在那些我们面接什么为的。那今天的课我们就到这里结束吧。同学们回去以后，把这些生词和句子再读2-3遍。你真的被来看见ตัวเว้นยังอ่านเปรียบทำไมบ่อยยัง还能ประโยคบ่อยยังปีบ่อยร้องเต这样的话你们可以很快的把它记住记在脑子里真dương nó bây giờ dừng ăn sang đó cứ dương đừng trong trang mấy lươn trong trang không cục mà bởi dương bán lươn mình đó OK 谢谢同学们我们下个视频见就看着被多快点